សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ខ្មែរ Learning ថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកស្ដាប់សង្ខេបសៀវភៅដ៏ល្បីមួយមានឈ្មោះថា The Rule of Life ដែលនិពន្ធដោយ Richard Templer សៀវភៅនេះនិយាយអំពីច្បាប់នៃជីវិតដែលជួយឲ្យយើងមានគំនិតវិជ្ជមានបង្កើតទំនាក់ទំនងល្អនិងរស់នៅដោយមានន័យសៀវភៅ The Rule of Life គឺជាសៀវភៅដែលណែនាំអំពីច្បាប់តូចៗក្នុងជីវិតដែលអាចជួយឲ្យយើងរស់នៅបានល្អប្រសើរឡើងនិងមានសុភមង្គលនិងទទួលបានភាពជោគជ័យអ្នកនិពន្ធ Richard Templer បានសរសេរនៅច្បាប់ជាច្រើនដើម្បីណែនាំយើងថាតើយើងត្រូវគិតធ្វើនិងត្រូវប្រើជីវិតដោយរបៀបណាច្បាប់ទាំងនេះមិនមែនជាការគិតឆ្ងល់ស្មុគស្មាញទេប៉ុន្តែវាជាការណែនាំអំពីទម្លាប់និងចិត្តវិទ្យាដែលយើងអាចអនុវត្តបានក្នុងជីវិតប្រចាំថ្ងៃមនុស្សគ្រប់គ្នាស្វែងរកវិធីក្នុងការរស់នៅឲ្យបានសប្បាយរីករាយមានសុភមង្គលនិងទទួលបានជោគជ័យមានមនុស្សមួយចំនួនគិតថាជោគជ័យនិងសុភមង្គលកើតឡើងតាមសំណាងឬក៏ជាជោគវាសនាតែអ្នកនិពន្ធ Richard Templer បានបង្ហាញយើងថាជីវិតល្អនិងសុភមង្គលអាចបង្កើតបានប្រសិនបើយើងមានច្បាប់នៅក្នុងជីវិតសៀវភៅ The Rule of Life គឺជាសៀវភៅដែលបានរៀបចំឡើងច្បាប់ជាច្រើនដើម្បីណែនាំសាមញ្ញក្នុងជីវិតច្បាប់ទាំងនេះគឺជាគន្លឹះតូចៗប៉ុន្តែមានអត្ថន័យយ៉ាងសំខាន់វាមិនមែនជាទ្រឹស្ដីស្មុគស្មាញទេប៉ុន្តែការណែនាំប្រចាំថ្ងៃដែលមនុស្សគ្រប់គ្នាអាចអនុវត្តបានអ្នកនិពន្ធបានបែងចែកច្បាប់ទាំងនេះជា3ផ្នែកចម្បង1ច្បាប់សម្រាប់ខ្លួនឯង2ច្បាប់សម្រាប់អ្នកដទៃ3ច្បាប់សម្រាប់ការងារនិងជោគជ័យ4ច្បាប់សម្រាប់សុភមង្គលក្នុងសៀវភៅនេះយើងនឹងពន្យល់យ៉ាងលម្អិតដោយផ្ដល់ឧទាហរណ៍និងមតិយោបល់ដើម្បីឲ្យអ្នកអាចយកទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃភាគ1ច្បាប់សម្រាប់ខ្លួនឯង Rule for you ច្បាប់សម្រាប់ខ្លួនឯងគឺជាដំបូងដែលយើងត្រូវដឹងមនុស្សជាច្រើនចង់ផ្លាស់ប្ដូរពិភពលោកតែពួកគេមិនចេះគ្រប់គ្រងខ្លួនឯងនោះគ្រប់យ៉ាងនឹងមិនដំណើរការទេ1ស្គាល់ខ្លួនឯងមនុស្សជាច្រើនចំណាយពេលដើម្បីប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃឧទាហរណ៍មនុស្សម្នាក់ឃើញអ្នកជិតខាងមានផ្ទះល្វែងស្អាតឬមានរថយន្តថ្មីពួកគេចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនឯងមិនទាន់ជោគជ័យតើជីវិតមិនមែនជាការប្រកួតប្រជែងទេឬការស្គាល់ខ្លួនឯងមានន័យថាអ្នកដឹងថាអ្វីសំខាន់សម្រាប់អ្នកមិនមែនសម្រាប់អ្នកដទៃ2ទទួលស្គាល់អតីតកាលគឺជាអ្វីដែលយើងមិនអាចបដូរបានទេមនុស្សម្នាក់អាចធ្លាប់មានកំហុសធំឬបរាជ័យធំតែវាមិនមែនជាចុងក្រោយនៃជីវិតទេឧទាហរណ៍អ្នកអាចធ្លាប់បរាជ័យក្នុងការបង្កើតអាជីវកម្មប៉ុន្តែចំណេះដឹងនោះនឹងជួយឲ្យអ្នកក្លាយជាអ្នកជោគជ័យនៅពេលក្រោយ3ជឿជាក់លើខ្លួនឯងបើអ្នកមិនជឿជាក់លើខ្លួនឯងនរណាផ្សេងក៏មិនជឿជាក់លើអ្នកដែរជីវិតពោរពេញទៅដោយការសង្ស័យនិងការព្យាយាមបង្កប់សម្លេងក្នុងខ្លួនឯងអ្នកត្រូវតែប្រាប់ខ្លួនឯងថាជានិច្ចថាខ្ញុំអាចធ្វើបាន4រស់នៅពេលបច្ចុប្បន្នជីវិតមិនអាចរស់នៅនឹងអតីតកាលឬសង្ឃឹមអនាគតតែមួយគត់បានទេឧទាហរណ៍មនុស្សជាច្រើនគិតថាបើខ្ញុំទិញផ្ទះបានខ្ញុំនឹងសប្បាយតែពេលបានផ្ទះគេនឹកថាបើមានរថយន្តថ្មីទៀតខ្ញុំនឹងសប្បាយវាជារឿងមិនមានទីបញ្ចប់សុភមង្គលពិតប្រាកដគឺនៅពេលដែលយើងអរគុណចំពោះអ្វីៗដែលយើងមានឥឡូវនេះ5មានវិន័យនិងគោរពខ្លួនឯងវិន័យគឺជាគន្លឹះដ៏សំខាន់មនុស្សដែលមានវិន័យអាចរក្សាផែនការជីវិតនិងគោលដៅបានការគោរពខ្លួនឯងក៏សំខាន់ដែរព្រោះបើអ្នកមិនគោរពខ្លួនឯងនរណាផ្សេងក៏មិនគោរពអ្នកដែរ2ច្បាប់សម្រាប់អ្នកដទៃ Rule for another ជីវិតមិនមែនត្រឹមតែខ្លួនឯងទេយើងរស់នៅក្នុងសង្គមហើយទំនាក់ទំនងជាមួយអ្នកដទៃគឺជាផ្នែកសំខាន់ក្នុងជីវិត1គោរពអ្នកដទៃមនុស្សគ្រប់គ្នាមានតម្លៃបើអ្នកគោរពអ្នកដទៃអ្នកនឹងក៏ទទួលបានការគោរពវិញការទទួលស្គាល់និងការសរសើរតិចតួចធ្វើឲ្យមនុស្សទទួលបានកម្លាំងចិត្ត2ស្ដាប់ជាងនិយាយមនុស្សភាគច្រើនចង់ឲ្យនរណាម្នាក់ស្ដាប់ពួកគេការស្ដាប់យ៉ាងអស់ចិត្ត
អាចជួយឲ្យអ្នកទទួលបានមិត្តភាពនិងការទុកចិត្តឧទាហរណ៍ពេលមិត្តរបស់អ្នកកំពុងពិបាកចិត្តអ្នកនឹងមិនអាចផ្ដល់ដំណោះស្រាយទេគ្រាន់តែស្ដាប់គេក៏គ្រប់គ្រាន់ 3. កុំទន់សម្រេចចិត្តថាមនុស្សផ្សេងខុសមនុស្សមានរបៀបរស់និងគំនិតខុសៗគ្នាការទទួលស្គាល់ខុសគ្នាអាចជួយឲ្យសង្គមរស់នៅសុខសាន្ត 4. ជួយដោយមិនរំពឹងទទួលសងពេលអ្នកជួយអ្នកដទៃអ្នកកំពុងបង្កើតកម្លាំងវិជ្ជមានក្នុងជីវិតសេចក្តីសប្បុរសមិនចាំបាច់ត្រូវការធំទូលាយទេអាចជាការជួយតូចៗដូចជាការផ្ដល់ពេលវេលាឬការនិយាយពាក្យល្អៗ 5. កុំចាំតែគិតអំពីខ្លួនឯងជីវិតល្អគឺមានពេលបង្កើតសុភមង្គលឲ្យអ្នកដទៃការចែករំលែកនិងសហការជាមួយអ្នកដទៃធ្វើឲ្យជីវិតមានន័យជាងមុនភាគ 3 ច្បាប់សម្រាប់ការងារនិងជោគជ័យ Rule for work and success ការងារគឺជាផ្នែកមួយនៃជីវិតជោគជ័យក្នុងការងារគឺជីវិតមិនមែនដោយចៃដន្យទេតែវាជាការខិតខំប្រឹងប្រែងនិងគោរពច្បាប់នៃការងារ ប្រឹងប្រែងជាបន្តបន្ទាប់ជោគជ័យមិនមែនមកក្នុងមួយយប់ទេវាត្រូវការខិតខំប្រឹងប្រែងជារៀងរាល់ថ្ងៃមនុស្សដែលមានភាពអត់ធ្មត់និងព្យាយាមជានិច្ចនឹងទទួលបានលទ្ធផលល្អ 2. ចេះសហការជាមួយអ្នកដទៃមនុស្សម្នាក់មិនអាចសម្រេចបានគ្រប់អ្វីទាំងអស់ទេការងារល្អតែត្រូវការសហការជាក្រុមការចេះទទួលយកយោបល់និងការចែកភារកិច្ចគឺជាគន្លឹះដើម្បីឈ្នះនៃភាពជោគជ័យ 3. កុំយកប្រាក់ជាគោលដៅតែមួយប្រាក់អាចជួយឲ្យជីវិតងាយស្រួលប៉ុន្តែมันអាចទិញសុភមង្គលបានមនុស្សជាច្រើនដែលមានទ្រព្យសម្បត្តិច្រើនតែគ្មានសុភមង្គលពិតតម្លៃពិតនៃជោគជ័យគឺការរស់នៅដោយមានន័យនិងមានសេចក្តីសុខ 4. រៀនទទួលការយកផ្លាស់ប្ដូរការផ្លាស់ប្ដូរពិតមួយបើអ្នកប្រឆាំងវាអ្នកនឹងត្រូវទទួលរងការលំបាកតែបើអ្នកបត់បែននិងទទួលយកជាឱកាសអ្នកនឹងអាចអភិវឌ្ឍបាន 5. ចេះគ្រប់គ្រងពេលវេលាពេលវេលាគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតអ្នកមិនអាចទិញពេលវេលាវិញបានទេដូច្នេះត្រូវប្រើវាឲ្យមានតម្លៃរៀបចំផែនការនិងកំណត់អាទិភាពចំពោះអ្វីដែលសំខាន់ 4. ច្បាប់សម្រាប់សុភមង្គល Rule for happy បងមិនមែនត្រឹមតែជោគជ័យក្នុងការងារនិងទ្រព្យសម្បត្តិទេសុភមង្គលគឺជាគោលដៅចុងក្រោយ 1. កុំឲ្យអារម្មណ៍អវិជ្ជមានគ្រប់គ្រងកុំហឹងការច្រណែនការបារម្ភបំផ្លាញសុខសេចក្តីសុខបើអ្នកដឹងតែទុកឲ្យអារម្មណ៍អវិជ្ជមានគ្រប់គ្រងអ្នកនឹងពិបាករកសុភមង្គល 2. រក្សាភាពសាមញ្ញសុភមង្គលមិនមែនមកពីការរកទ្រព្យសម្បត្តិបំផុតទេវាមកពីអ្វីតូចៗដូចជាពេលអាហារជាមួយគ្រួសារការដើរលេងជាមួយមិត្តឬពេលដែលអ្នកអាចជួយអ្នកដទៃចែករំលែកនិងផ្ដល់ឲ្យពេលដែលអ្នកឲ្យអ្នកនឹងទទួលបានអារម្មណ៍ពេញចិត្តជាងពេលអ្នកយកការចែករំលែកអាចជាការផ្ដល់ពេលវេលាចំណេះដឹងឬសេចក្តីស្រឡាញ់ 4. មានគោលបំណងក្នុងជីវិតមនុស្សដែលមានគោលបំណងចេះថាខ្លួនឯងរស់នៅដើម្បីអ្វីវាធ្វើឲ្យជីវិតនឹងផ្ដល់កម្លាំងក្នុងការឆ្លងកាត់បញ្ហា 5. ការថែរក្សាសុខភាពសុខភាពគឺជាមូលដ្ឋានសម្រាប់អ្វីៗទាំងអស់បើមានទ្រព្យសម្បត្តិច្រើនតែខ្វះសុខភាពនោះគ្មានន័យទេដូច្នេះត្រូវថែទាំរាងកាយអាហារនិងការគេងឲ្យបានគ្រប់គ្រាន់សៀវភៅ The Rule of Life បង្រៀនឲ្យយើងអំពីច្បាប់តូចៗដែលអាចផ្លាស់ប្ដូរជីវិតបានវាមិនមែនជាវិទ្យាសាស្ត្រលំបាកទេតែវាជាការណែនាំសាមញ្ញដែលអាចឲ្យអនុវត្តជារៀងរាល់ថ្ងៃច្បាប់សម្រាប់ខ្លួនឯងបង្រៀនឲ្យយើងស្គាល់ថាខ្លួនឯងគ្រប់គ្រងជីវិតច្បាប់សម្រាប់អ្នកដទៃបង្រៀនឲ្យយើងមានទំនាក់ទំនងល្អនិងគោរពគ្នាច្បាប់សម្រាប់ការងារនិងជោគជ័យបង្ហាញថាជោគជ័យត្រូវការខិតខំប្រឹងប្រែងនិងវិន័យច្បាប់សុភមង្គលបង្រៀនថាមនុស្សសុភមង្គលពិតប្រកបមកពីភាពសាមញ្ញនិងសេចក្តីស្រឡាញ់សូមអរគុណចំពោះការសង្ខេបសៀវភៅ The Rule of Life ប្រសិនបើអ្នកចូលចិត្តវីដេអូនេះសូមចុច Like Subscribe និងចែករំលែកឲ្យមិត្តភ័ក្តិរបស់អ្នកជីវិតគឺពោរពេញដោយជម្រើសនិងច្បាប់តូចៗប្រសិនបើអ្នកអនុវត្តវាអ្នកនឹងរកឃើញសុភមង្គលនិងភាពជោគជ័យពិតប្រាកដ